កងទ័ព5ប្រទេសដែលកាចបំផុតនៅមជ្ឈមបូព៌ាក្នុងឆ្នាំ2026ប្រសិនបើមជ្ឈមបូព៌ាផ្ទុះអាវុធក្នុងពេលតែមួយនៅថ្ងៃស្អែកនេះចំណាត់ថ្នាក់ដែលលោកអ្នកធ្លាប់បានឃើញអាចមិនមែនជារឿងពិតនោះទេពីព្រោះនេះគឺជាកងទ័ពកម្ពុជាទាំង5ដែលវាស់ដោយសមត្ថភាពពិតការប្រយុទ្ធជាក់ស្ដែងនិងលទ្ធផលពិតប្រាកដហើយប្រទេសមួយចំនួនអាចធ្វើឲ្យចប់សង្គ្រាមក្នុងរយៈពេលតែប៉ុន្មានថ្ងៃចំណាត់ថ្នាក់លេខ5អារ៉ាប៊ីសាអូឌីតមានកងទ័ពប្រហែល 230,000 ទៅ 300,000 នាក់មានយន្តហោះចម្បាំងជាង300គ្រឿងមានរថក្រោះជាង800គ្រឿងនិងមាននាវាចម្បាំងជាង50គ្រឿងចំណុចលេចធ្លោគឺអាវុធលំដាប់ពិភពលោកនិងថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុន្តែប្រើប្រាស់ពិតនៅសង្គ្រាមយេម៉ែនមិនទាន់ចប់នៅឡើយទេចំណាត់ថ្នាក់លេខ4អេស៊ីបមានកងទ័ពជាង 44,000 នាក់គឺជាកងទ័ពដែលធំជាងគេនៅអាហ្វ្រិកនិងមជ្ឈមបូព៌ាហើយជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមកំពូលទាំង10លើពិភពលោកមានយន្តហោះជាង 1,000 គ្រឿងមានរថក្រោះជាង 4,000 គ្រឿងនិងនាវាចម្បាំង150គ្រឿងចំណុចលេចធ្លោគឺកងទ័ពធំបំផុតនៅក្នុងពិភពអារ៉ាប់ចំណាត់ថ្នាក់លេខ3អឺរ៉ង់មានកងទ័ពជាង 60,000 នាក់មានមីស៊ីលរយៈចម្ងាយឆ្ងាយរាប់ពាន់គ្រាប់ដែលមានសមត្ថភាពបាញ់ឆ្លងប្រទេសបានមានយន្តហោះប្រហែល300គ្រឿងមានរថក្រោះប្រហែល 2,000 គ្រឿងមាននាវាល្បឿនលឿននិងយន្តហោះគ្មានមនុស្សបើកយ៉ាងច្រើនចំណុចលេចធ្លោគឺមានអ្នកធ្វើសង្គ្រាមជំនួសបាញ់បានឆ្ងាយនិងមានសមត្ថភាពក្នុងការរំខានក្នុងតំបន់ទាំងមូលចំណាត់ថ្នាក់លេខ2តួគីមានកងទ័ពជាង 40,000 នាក់មានយន្តហោះប្រហែល 1,000 គ្រឿងមានរថក្រោះ 2,200 គ្រឿងនិងនាវាចម្បាំងប្រហែល150គ្រឿងចំណុចលេចធ្លោបំផុតគឺយន្តហោះគ្មានមនុស្សបើក TB2 ដែលប្រើប្រាស់ក្នុងប្រទេសស៊ីរីលីប៊ីនិងការ៉ាប៉ាក់បានផ្លាស់ប្ដូរទម្រង់សង្គ្រាមសម័យទំនើបចំណាត់ថ្នាក់លេខ1អ៊ីស្រាអែលមានកងទ័ពប្រហែលជា 65,000 នាក់មានយន្តហោះចម្បាំងប្រហែល 600 គ្រឿងមាន F-35 F-15 F-16 មានរថក្រោះប្រហែល 1,300 គ្រឿងមាននាវាមុជទឹកនិងបច្ចេកវិទ្យាទំនើបចំណុចលេចធ្លោបំផុតមាន Iron Dome មានសមត្ថភាពក្នុងការស្ទាក់ចាប់មីស៊ីលហើយមានព័ត៌មានចារកម្មលំដាប់ពិភពលោកប្រយុទ្ធជាបន្តបន្ទាប់ដែលគួរឲ្យតក់ស្លុតបើប្រទេសទាំង5នេះផ្ទុះសង្គ្រាមក្នុងពេលតែមួយនោះមីស៊ីលនឹងហោះហើរឆ្លងកាត់ប្រទេសយន្តហោះគ្មានមនុស្សបើកនឹងហោះពេញមេឃមធ្យោបាយដឹកជញ្ជូនប្រេងជាសកលនឹងត្រូវបិទតម្លៃប្រេងនឹងស្ទុះឡើងភ្លាមនោះសេដ្ឋកិច្ចពិភពលោកនឹងត្រូវរង្គើភ្លាមសរុបខ្លីៗសង្គ្រាមពិតប្រាកដមិនអាចសម្រេចលើអ្នកណាមានអាវុធច្រើនជាងគេនោះទេប៉ុន្តែសម្រេចលើថាអ្នកណាដឹងពីរបៀបប្រើប្រាស់អាវុធបានល្អបំផុតប្រសិនបើសង្គ្រាមចាប់ផ្ដើមថ្ងៃស្អែកនេះតើលោកអ្នកគិតថាអ្នកណានៅឈរជើងរឹងមាំចុងក្រោយគេ